បងប្អូនជនជាតិដើមភាគតិចនៅមណ្ឌលគិរីនៅរក្សាទំនៀមទម្លាប់ប្រពៃណីចំការបុកដាំស្រូវទោះបីបច្ចុប្បន្ននេះសម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយធនធានគីអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមចូលដល់រដូវវស្សាបងប្អូនជនជាតិដើមភាគតិចដែលរស់នៅតំបន់ខ្ពង់រាបតាមបែបប្រពៃណីគឺនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយអនុវត្តការដាំដុះជាលក្ខណៈចម្ការវិលជុំជាក់ស្ដែងនៅដើមខែមិថុនាឆ្នាំ2026នេះបងប្អូនជនជាតិដើមភាគតិចភ្នងមួយគ្រួសារបានប្រមូលផ្ដុំគ្នាប្រមាណ60នាក់ប្រវាស់ដៃគ្នាដាំស្រូវចំការបុកដាំស្រូវនៅភូមិពូលុងសង្កាត់រមនីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីលោកចែនវណ្ណាដែលជាចាស់ទុំជនជាតិដើមភាគតិចភ្នងបានឲ្យដឹងថាការធ្វើចំការវិលជុំនេះមុននឹងការដាំដុះដំណាំស្រូវយើងត្រូវសែនព្រេនជាមុនរួមមានមាន់ស្រាពាងបាយដំណើបសម្លៀកបំពាក់ប្រពៃណីនិងគ្រឿងដង្វាយផ្សេងទៀតដើម្បីឲ្យប្រលឹងស្រូវឬដំណាំផ្សេងលូតលាស់បានល្អលោកបន្ថែមថាការបុកដាំស្រូវនេះពួកគាត់មិនប្រើត្រាក់ទ័រឬនង្គ័លដើម្បីភ្ជួររាស់នោះទេគឺប្រើកូនឈើមានមុខស្រួចហៅថាឈើចាក់ឬឈើបុកដើម្បីចាក់ដីជារណ្ដៅតូចហើយយកគ្រាប់ស្រូវដាក់ចូលបំពង់ឫស្សីទម្លាក់គ្រាប់ស្រូវចូលរួចលុបដីវិញលោកបន្ថែមទៀតថាការដាំដុះនេះគឺពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងធម្មជាតិដោយចាប់ផ្ដើមឆ្ការព្រៃនៅរដូវប្រាំងរួចដុតសម្អាតនិងដាំដុះនៅដើមរដូវវស្សាពេលមានភ្លៀងធ្លាក់ដើមដៃលោកភីងូតជាម្ចាស់ចំការផ្ទាល់និងជាជនជាតិដើមភាគតិចភ្នងបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានមកជួយដាំស្រូវជូនគ្រួសារគាត់នាពេលនេះហើយការធ្វើចំការវិលជុំតាមបែបប្រពៃណីនេះគឺកើតមានតាំងពីដូនតាមកម្ល៉េះលោកបានសំណូមពរដល់បងប្អូនជនជាតិដើមភាគតិចទាំងអស់សូមរក្សាការពារប្រពៃណីវប្បធម៌ទំនៀមទម្លាប់សាសនានិងភាសារបស់យើងកុំឲ្យបាត់បង់ដើម្បីរក្សាទុកដល់កូនចៅជំនាន់ក្រោយៗទៀតជុំវិញសកម្មភាពបង្កបង្កើនផលស្រូវបែបប្រពៃណីខាងលើលោកបណ្ឌិតសុងខៀងប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថាគិតត្រឹមដើមខែមិថុនានេះការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាសរុបអនុវត្តបានចំនួន8,543ហិកតាស្មើនឹង 25.65% នៃផែនការឆ្នាំកើនលើសឆ្នាំមុនចំនួន 1,547ហិកតាក្នុងនោះស្រូវចម្ការអនុវត្តសរុបបានចំនួន173ហិកតាស្រូវស្រាលអនុ